ថ្ងៃនេះដែរគឺខ្ញុំនឹងបង្ហាញអ្នកគ្នាពី website មួយដែលយើងអាចប្រើប្រាស់ free ហើយយើងគ្រាន់តែដូរ keyword បន្តិចបន្តួចដើម្បីយើងបានរូបភាពតាមអ្វីដែលយើងត្រូវការខ្ញុំជឿថាអ្នកគ្នាប្រហែលជាចង់បានរូបភាពដែលមើលទៅ quality មានភាពច្នៃប្រឌិតនៅពេលដែលយើងប្រើប្រាស់ AI generate ប៉ុន្តែវាអត់បានដូចដែលយើងគិតទេដោយសារតែការសរសេរpromptរបស់យើងនៅមានកម្រិតបើសិនជាអ្នកគ្នាទើបតែចាប់ផ្ដើមជាមួយនឹង AI អ្នកគ្នាអាចទៅសិក្សាពី prompt សិនអាចសិក្សានៅលើ YouTube អាចសិក្សាទៅលើ course ផ្សេងៗដែលគេបរៀន free ឬក៏យើងអាចទៅ search ក្នុង website ផ្សេងៗអូខេអ្នកនរអញ្ចឹងជាដំបូងគឺយើងមាន ChatGPT របស់យើងសិនមកហើយ ChatGPT យើងមានគ្រប់គ្នាខ្ញុំជឿថាអញ្ចឹងហើយមួយទៀតយើងធ្វើការចូលទៅក្នុង browser អញ្ចឹងចូលទៅក្នុង browser នឹងដដែលយើងបុក new tab មកយើងធ្វើការ search ពាក្យថា prompt hello អូខេហើយបន្តមកទៀតនេះជា website ហ្នឹងអញ្ចឹងយើងចុចលើហ្នឹងមកបើសិនជាអ្នកគ្នាអត់មាន account ទេអ្នកគ្នាអាចធ្វើការចុច sign up ទៅហើយបើសិនជាមាន account ហើយយើងអាចចូលមកប្រើប្រាស់បានតែម្ដងអញ្ចឹងពេលដែលយើងចូលមកដល់គឺយើងចុចកន្លែងនេះ ChatGPT Image នេះចឹងនៅពេលដែលយើងចូលមកដល់កន្លែងហ្នឹងហើយយើងឃើញមានរូបភាពច្រើនមែនតើហើយរូបភាពទាំងអស់ហ្នឹងគឺយើងអាច download ទៅប្រើបានហើយយើងប្រយ័ត្នផងដែរកន្លែងនេះដូចជាគេដាក់ពាក្យថា Pro ចឹងយើងអាចយកប្រើគេបានទេហើយកន្លែងខ្លះគឺ free ចឹងយើងយកមករូបភាពដែល free ចឹងខ្ញុំទៅរូបភាពណាមួយដែលគេ free អូខេចឹងខ្ញុំអាចតេស្តរូបភាពមួយនេះចឹងខ្ញុំចុចលើមួយនេះមកចឹងអ្នកគ្នាអាចអានpromptរបស់គេបានកន្លែងនេះគេដាក់ dark mode D អីចឹងទៅហើយបើសិនជាយើងចុចកន្លែងនេះមានថាយើង download ហើយបើយើងចុចកន្លែងនេះមានថាយើង copy តែបើគេ add នេះខ្ញុំអត់ទាន់ដឹងទេដោយសារខ្ញុំតបានតេស្តចឹងខ្ញុំចុចពាក្យ copy នេះមកហើយបន្ទាប់មកទៀតយើងមក ChatGPT របស់យើងចឹងយើងចុចកន្លែងនេះ create image នេះមកណាហើយយើងធ្វើការផាសpromptរបស់យើងចឹងយើងសិនមកចឹងបានប៉ុណ្ណឹងវានឹង generate រូបឲ្យយើងហើយចឹងកន្លែងនេះគឺខ្ញុំអត់បានកែពាក្យពេចន៍អីគេទេគឺខ្ញុំដាក់មកទាំងសងតែម្ដងថាណាគ្នាចឹងរបស់យើងគឺបានចេញមកហើយចឹងមើលទៅវាសន្តានរូបហ្នឹងគឺវាស្តៀងរូបដើមដែរវាស្តៀងចូល80%ហើយមើលទៅវាស្តៀងគ្នាអញ្ចឹងយើងអាចទៅរករូបភាពផ្សេងចឹងយើងចុច back ទៅវិញហើយបន្តមកទៀតយើងអាចតេស្តលើរូបមួយណានេះអញ្ចឹងឧទាហរណ៍រូបមួយនេះចឹងយើងចុចលើហ្នឹងមកអូខេអញ្ចឹងយើងចុច copy prompt នេះមកហើយបន្តមកទៀតយើងមក ChatGPT របស់យើងខ្វែងទៅនេះចេញមកអញ្ចឹងយើងផាសចឹងក្រោយនេះគេដាក់ថាជប៉ុននេះ poster về ជប៉ុនចឹងខ្ញុំអត់ចង់បានអញ្ចឹងខ្ញុំចង់បានបែបមើលទៅ Disney ចឹងដាក់ Disney anime poster ហើយបន្តមកទៀតកន្លែងនេះមើលទៅវាគេទៅសេដើម្បីវាចេញសេរីចាស់ចឹងយើងដាក់មកដាក់ CD ពីមុខចឹងទៅហើយយើងផ្អាញមួយ enter អញ្ចឹងចាំមើលរូបដែលវាចេញមកហ្នឹងវាចេញលក្ខណៈបែបម៉េចចឹងរបស់គេគឺវា 2D ហើយមើលទៅបែប anime ជប៉ុនទៀតប៉ុន្តែបើយើងដូរយើងដាក់ Disney ហើយបន្តមកទៀតកន្លែងគឺយើងដាក់មើលទៅ CD អូខេអញ្ចឹងចាំមើលថាវាចេញមកបែបម៉េចតោះអ្នកនរគ្នាអញ្ចឹងរូបភាពរបស់យើងគឺបាន generate មកហើយអញ្ចឹងយើងមើលទៅវាមានទម្រង់ស្តៀងគ្នាដែរវាដូចគ្នាមួយចំនួនអញ្ចឹងដូចជាពាក្យពេចន៍ទាំងអស់ហ្នឹងគេអាចបានកែទេហើយរូបភាពនេះគឺគេបានកែស្អាតជាងមុនដូចជាមានកោមានអីនេះគឺគេបានកែដែរអានេះដូចជាកូនក្មេង2នាក់ហ្នឹងវាទៅជាឡានកូនក្មេង2នាក់នេះហើយចាំមើលសត្វចាបវាមានអត់ដូចជាមានសត្វចាបទេអូខេអញ្ចឹងប៉ុណ្ណឹងគឺមើលទៅស្អាតហើយយើងអាចប្រើប្រាស់promptផ្សេងៗទៀតនៅក្នុង website មួយហ្នឹងអញ្ចឹងយើងអាច back ទៅវិញទៅហើយយើងចុច ChatGPT image បន្តមកទៀតយើង copy prompt មួយណាយកទៅប្រើក៏បានដែរយើងចុចលើហ្នឹងទៅហើយយើង copy ដូចខ្ញុំអញ្ចឹងមកហើយកន្លែងដូចជា AI ផ្សេងៗដូចជាមាន Slack មានSOA មាន VO មានអីទៀតអញ្ចឹងទាំងអស់ហ្នឹងគឺសុទ្ធតែជា prompt ដែលគេសរសេរមកហើយគេផុសចូលក្នុងហ្នឹងអញ្ចឹងអ្នកគ្នាអាច copy ទៅយកទៅប្រើបាន free ទេវាអត់កតុយទេអញ្ចឹងណាអរគុណអ្នកនរគ្នា